ទទួលយកធម៌ពលជាមួយភេសជ្ជៈបើកម្លាំងគ្រុឌនិងគ្រុឌអាយអត់មានន័យ ស្រីដើមជ្រូក30ទៀង ពីមុនខ្ញុំមកធ្លាប់បានធ្វើហូបឲ្យគាត់ញ៉ាំមែនហើយខ្ញុំប្រាប់គាត់ថាពេលដែលម៉ែឯងបានញ៉ាំហូបអូនហើយម៉ែឯងនឹងដឹងហើយថាអ្វីរសជាតិឆ្ងាញ់ហើយនឹងអត់ឆ្ងាញ់ គឺធ្វើម៉េចនៅក្បែរគាត់ឲ្យបានច្រើន បាទញ៉ាំឆ្ងាញ់ ហ្នឹងហើយ ឡើងជួយដាស់អារម្មណ៍ស្មារតីយើងឲ្យវាស្រឡះគិតអីចេញគិតអីល្អល្អ អេ ចង់ទៅ មួយពីរ អរុនសួស្តីអ្នកនរគ្នាថ្ងៃថ្មីសប្តាហ៍ថ្មីពីកម្មវិធីសាកថ្មជីវិតក្នុងសប្តាហ៍នេះពួកយើងនឹងនាំអារម្មណ៍ទស្សនិកជនអ្នកនរគ្នាទៅកន្លែងមួយហើយថ្ងៃនេះក៏ពួកយើងមានអញ្ជើញមិត្តភក្តិជិតស្និទ្ធរបស់ពួកយើងទៅជួយផងដែរឥឡូវនេះយើងបានមកដល់ទីតាំងគាត់ហើយយើងមកយកពួកគាត់អូហូនៅទីនេះគឺម៉ែបានប្រាប់ហើយថា you are right ឥឡូវពួកយើងទៅរកគាត់សិន Hello ចូលមកក្រោមមកដល់នេះសូតិចអូច្រើនយើងស្អីទៀតបងអើយ វាថាដូចហាងធ្លាប់តែថតកុនសួរចាំបានទិញប្រូ ហឺ តែខ្លួនដល់ពេលដល់មកថតគឺចូលមកមិនខ្វាយខ្វល់រឿង production រឿងអីទេតែលើដូចទីកងខ្លួនឯងសិនខ្លួនឯងយីរួមគ្រប់សពបែបយ៉ាងគ្រប់គ្រងនឹងការកាត់តទេតែ យ៉ាអូអានឹងតតែមើលកាត់តអីចឹងតតែមើល ហត់ណាស់ ហត់មែនតែនហ្មងតែគាត់ថាសប្បាយចិត្តព្រោះអ្វីដែលយើងចូលចិត្តយើងចាក់ខំធ្វើទៅ សោះឥឡូវសោះវិញសោះខ្លីក៏ជុំនៅក្រៅក៏នៅតែច្រឡំទៀតណា បើពីបែបផែនរបស់យើងវាស្ទៀងគ្នាឥឡូវនេះគឺយើងដល់បញ្ជាបងប្រាក់ធ្វើល្បឿនលឿនហើយនេះគេកំពុងតែរងចាំខ្ជូដល់នេះបើចតតគ្នាហើយ បងមួយថ្ងៃបងលុយតាម app ក៏បានដែរបង បងលុយតាម app ក៏បានដែរបងណែឆេដាជីផ្លូវលឿនលឿនប៉ុន្មានដងហើយ 3 ដងហើយ ជាមួយណាគេ ជាមួយដៃគូ ខ្ញុំចង់សួរនឹងចង់សួរអាជីពជាមួយណាគេយល់អត់ ជាមួយសក់ខ្លី សក់ខ្លីត្រូវហើយសក់ខ្លីហើយខ្ញុំក៏ដឹងសក់ខ្លីដែរព្រោះខ្ញុំមើលឃើញសក់ខ្លីដែរខ្ញុំនេះសក់វែងខ្ញុំ យីហូបរាល់ការធ្វើដំណើររបស់ខ្ញុំទៅដំណើរកំសាន្តគឺមានសក់ខ្លីយ៉ាងណា ហើយ អែម ឯងនេះពិតជាពូកែមែន អានេះកម្មវិធីគេ កម្មវិធីសាកថ្មជីវិតឲ្យតែយើងនិយាយទៅសប្បាយចិត្តយើងមើលឃើញអីល្អយើងធ្វើអីយើងសប្បាយចិត្តគឺសាច់តែយើងតា អត់ទេពួកពេលខ្លះរឿងស្នេហាហ្នឹងពេលដែលយើងជួបគ្នាដំបូងយើងមើលទៅលើរូបរាងរូបសម្បត្តិ អូ សម្បត្តិ ខេ ទី1ដើម្បីជាចរន្តឆក់ យ៉ាហើយបន្ទាប់មកយើងចូលទៅមើលចិត្តមើលការនិយាយស្ដីអីត្រូវអត់ហើយយើងអាចប៉ាន់ស្មានមើលថាយើងនៅចិត្តគាត់យើងសប្បាយចិត្តអត់ អូខេ ហើយយើងកក់ក្ដៅអត់យើងមានអារម្មណ៍ថាគាត់ជាផ្នែកមួយនៃជីវិតយើងអត់អញ្ចឹងបើយើងចាប់ចំណុចហ្នឹងបានហើយយើងដឹងហើយថាហ្នឹងហើយជាស្នេហារបស់យើង អរគុណវាគ្មិន អត់ទេព្រោះ អ្នកជំនាញរឿងស្នេហាកម្មវិធីមួយនេះឧបត្ថម្ភកម្មវិធីដោយភេសជ្ជៈបើកម្លាំងគ្រុឌនិងគ្រុឌអាយ ពេលដែលយើងមានភាពសប្បាយរីករាយហើយយើងរកដៃគូនិយាយទៅសប្បាយចិត្តមកផ្លេទេពេលវេលាលឿនណា អូយហាត់អីអាយ៉ាមួយថ្ងៃហ្នឹងនិយាយទៅដៃគូអញ្ចឹង អត់ទេមិនតែដៃគូស្នេហាទេដៃគូ
តែចេកគ្នាអីក៏អញ្ចឹងដែរ ភាសាចិនគេថាហើវ៉ាន់អ៊ីបៃហើយយោសានបៃ អូសម្លឹងហើយយកសានបៃហ្នឹង អូខេឥឡូវនេះគឺដល់ហាងមួយហើយ សាកថ្មដែរតែសាកឲ្យកាពះ សាកកាពះសិននេះនេះពីក្មេងណារសជាតិនេះគេញ៉ាំយូរហើយ ហ្នឹងហើយមិនជាពីក្មេងអានេះមានសុកោ អូមកពីគាត់ធ្វើស៊ុបដាក់ឆ្អឹងគោច្រើនទេមានធំគោáយើងនឹងនាំពួកគាត់ទាំងពីរនាក់ទៅកន្លែងទីនោះប៉ណ្ណឹងឡាននៅខាងក្នុងភូមិអូញ៉ាំមកធីយើងមកដល់ ទេសចរមុងរធីសែនជ័យ តែប៉ុន្តែគោលបំណងមកហាងគាត់ចង់នាំជាងឆេដើរលេងតែធ្វើអីណាហៅទាំងពីរអីណាហើយខ្ញុំអន់ចិត្តអត់ និយាយទៅហេតុអីគិតអញ្ចឹងហេតុអីខ្ញុំខំលាក់បាំងប៉ុណ្្នឹងហើយមិនក៏ ឃើញយកចិត្តគ្នាណាពេលហ្នឹងយកចិត្តគ្នារហូតឥឡូវគាត់មិនលើនេះ ខ្ញុំនិយាយ ខំទុកសក់វែងនេះណា មិនមកប៉ុណ្ណឹងម៉ូតូមកសាកឡាននេះសួស្ដីបងអូតែសោះនេះ បងមិន យេស៊ូដល់ល្មមមិត្តភក្តិខ្ញុំមក ឡមុខទៀតគេ អរេចាមានលំអរទេស្លាប់ឃើញថា review អាឡានដូននេះអូខេខូចឡានដូ break យ៉ាប់អូនៅនេះយានថាដល់ពេលឃើញប្រងស្មានដល់នេះដល់ តើបងតើយើងពេលនេះគឺយើងបានមកដល់ទីលានប៉ុណ្ណឹងឡានយ៉ាម៉ាម៉ូតូហើយឃើញថាទីនេះធំល្វឹងល្វើយមែនតើហើយមិត្តភក្តិខ្ញុំវិញកំពុងតែរៀបចំថតរូបហើយរើសឡានត្រៀមប៉ុណ្ណា អូខេអ្នកនរគ្នានៅពេលនេះគឺពួកយើងបានត្រៀមខ្លួនវិជាសាច់អស់ហើយនៅទទួលយកអត់ពីស្ពីតពួកយើងសត្វតរៈជាបាក់ឡានទាំងអស់គ្នាហើយមុននេះបន្តិចគឺបងខាងតែគេក៏បានពីការបាក់ឡានហើយបន្តិចទៀតយើងតេស្ត drive ជាមួយគ្នាទាំងអស់គ្នាតោះត្រៀម You right Yeah Let's go ឃើញថាបើកមិញគឺលឿនៗណាហើយក៏ជំនាញដែរ មិន សត្វ តន់ តែមានតិចនិចទៀត មិនតន់អស់លឿនទេ ហ្នឹងអត់តន់លឿន មិន ទៀត តន់អស់លឿនទេ គេ បើកបាត់ភ្នែកផ្លើប៉ុណ្ណឹង គេពីរនេះអីក៏សមដែរអត់តែយើងទេអញ្ចឹងអូខេចាប់ដើមលេងហ្គេមយើងមកខាត់ពេលវេលា user ឲ្យសុំហ្គេមមក សុំញាសា និយាយអស់សុំហ្គេមទៅនិយាយមើលហ្មងអានហ្មងតែខ្ញុំជឿមើលណាសុំវាម្នាក់ឯងពិបាកគេ ញាសាបានមកដល់ដៃខ្ញុំបានហើយបើកឡាន2ជុំប្រមូលពេញប៉ោងបានច្រើនជាងគេជាអ្នកឈ្នះអ្នកដែលចាញ់ត្រូវរៀបចំចំណីអាហារពេលល្ងាច តា អ
បាយល្ងាច តែប៉ុន្តែខ្ញុំអត់ចង់ចាញ់ទេមិនមែនដោយសារតែខ្ញុំអត់មានសមត្ថភាពទេដោយសារតែខ្ញុំដៃខ្លី អូ ពួកគាត់ដៃវែងជាងខ្ញុំមិនបែរគាត់ឆក់បានខ្ញុំឆក់ផុតពេលហ្នឹង បាយហើយ បានតិច producer យីសើអាចសម្លឹងឃើញនឹងផ្សេងឯងថាពេញប៉ោង អញ្ចឹងបាយល្ងាច ទុកចិត្តខ្ញុំបាយល្ងាចពីរនាក់ខ្ញុំជាអ្នករ៉ាប់រង អូ មិនត្រូវ និយាយទៅសូម្បីតែបាយល្ងាចគេពីអ្នករ៉ាប់រងដែរហើយខ្ញុំវិញម្នាក់ឯងឈ្នះតែអត់មានន័យ ស្រីដើមជ្រូង30ជាង សូម្បីគេចាញ់ក៏គេត្រូវទៅរកមកអាហារពេលល្ងាចពីរអ្នកដែរហើយអ្នកឈ្នះវិញ solo ទៀតណា solo ទៀតណាគួរអាណិតហ្នឹងណា ស៊ីទៅ កុំតាមមកពេក អូខេអញ្ចឹងបេសកកម្មយើងព្រឹកនេះហើយវិញ្ញាសាពី producer របស់យើងគឺយើងបានបំពេញអស់ហើយគឺឃើញតែគាត់ចាញ់តែស្វ័យវត្តអញ្ចឹងគាត់នឹងរ៉ាប់រងអាហារពេលល្ងាចឲ្យខ្ញុំតែគេរ៉ាប់រង2នាក់គេទៅរកអាហារពេលល្ងាច2នាក់តែ2នាក់គេហើយយើងអត់អីទេអញ្ចឹងយើងបន្តដំណើរយើងទៅទៀតព្រោះយើងអត់ដល់គោលដៅយើងនេះក៏ជាការ mission ទី1 mission ទី1របស់យើងជុំ Yes អូខេ មានទៀត មួយមានច្រើនទៀតដូចថា producer យើងក៏រៀបថា2នាក់ហ្នឹងមកដៃគូគាត់ថាដាក់មកឆ្ងាញ់ហ្មងនិយាយទៅគឺឲ្យប្រឹងប្រែងអស់ពីសមត្ថភាពហ្មង និយាយទៅគេដើរលេងជាមួយសក់ខ្លីផកគេមែន លើកត្រឹបចឹងកាមេរ៉ាមកហើយ ពេលឡើងកាមេរ៉ា វាទៅគេអត់ទៅ អត់លើកត្រឹបខ្ញុំអត់ដូរ style ទេ ឡើយមានគិតអារម្មណ៍មានអារម្មណ៍ចង់ថត3នាក់ខ្លះហ៎ ថតតា អត់មានហៅសាច់ គាត់ខាងគាត់យក2នាក់បាននៅ បានទៅ2នាក់បានទៅអូកាមេរ៉ាខ្ញុំក៏ចង់ដែរចេញវីដេអូរហូតហ្មង ទទួលយកធម៌ពលជាមួយភេសជ្ជៈបើកម្លាំងគ្រុឌនិងគ្រុឌអាយ មិនដឹងផ្លូវនោះឆ្ងាយ